យូរយូរម្ដងកម្ពុជាជួបនៅគ្រោះរាំងស្ងួតក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយដែលគេស្គាល់ថាជាការរងឥទ្ធិពលនៃបាតុភូតអេលនីញ៉ូតើអេលនីញ៉ូជាអ្វីហើយវាកើតឡើងដោយរបៀបណាខេត្តចំនួន10កំពុងប្រឈមទៅនឹងការខ្វះទឹកសម្រាប់ប្រើប្រាស់ជាធម្មតាអេលនីញ៉ូអាចកើតឡើងក្នុងអំឡុងពេលពី2ទៅ7ឆ្នាំម្ដងមានន័យថាជាមធ្យមវាកើតឡើងរៀងរាល់4ឆ្នាំម្ដងការកកើតឡើងនៃអេលនីញ៉ូចែកចេញជា3ដំណាក់កាលទី1គឺដំណាក់កាលធម្មតាដែលនៅក្នុងដំណាក់កាលនេះមានភ្លៀងធ្លាក់និងគ្រោះរាំងស្ងួតតិចតួចជាធម្មតានៅដំណាក់កាលទី2ជាដំណាក់កាលដែលកកើតឡើងនៅអេលនីញ៉ូនៅក្នុងដំណាក់កាលទី3គឺជាដំណាក់កាលឡានីញ៉ាដែលគេសំដៅទៅលើគ្រោះទឹកជំនន់ដែលកើតឡើងនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍និងប្រទេសអូស្ត្រាលីការកកើតនៃអេលនីញ៉ូគឺវាចាប់ផ្ដើមឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកនៅតាមបណ្ដោយខ្សែអេក្វាទ័រដែលជាតំបន់ដែលមានផ្ទៃទឹកដ៏ធំមហាសាលហើយតំបន់នេះក៏ទទួលពន្លឺព្រះអាទិត្យច្រើនជាងគេផងដែរដោយសារការរងនៅកម្ដៅជាបន្តបន្ទាប់ក៏បានធ្វើឲ្យទឹកហួតឡើងទៅលើហើយក៏ធ្វើឲ្យតំបន់នេះមានសម្ពាធទាបផងដែរបូកផ្សំទៅនឹងចលនារង្វិលខ្ញាល់របស់ផែនដីខ្យល់បានបក់ពីទិសខាងលិចទៅទិសខាងកើតនៃមហាសមុទ្រការបបកនេះក៏បាននាំទៅជាមួយនៅផ្ទៃទឹកក្តៅផ្នែកខាងលើរបស់មហាសមុទ្រប៉ាស៊ីហ្វិកដែលបង្កបានជាភ្លៀងកើតឡើងនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍និងប្រទេសអូស្ត្រាលីហើយក៏បានធ្វើឲ្យផ្ទៃទឹកត្រជាក់នៅខាងក្រោមនៃផ្ទៃសមុទ្របានហើបខ្ពស់នៅភូមិភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលតំបន់នេះនឹងសម្បូរធនធានជលផលសម្រាប់ការនេសាទគេអាចនិយាយបានថានៅក្នុងដំណាក់កាលនេះការកកើតឡើងនៃទឹកភ្លៀងគឺកើតមានឡើងនៅក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍និងអូស្ត្រាលីជាធម្មតានៅពេលដែលខ្យល់បានបក់ខ្លាំងនិងនាំផ្ទៃទឹកក្តៅផ្នែកខាងលើនៃមហាសមុទ្រប៉ាស៊ីហ្វិកមកតំបន់ភូមិភាគខាងកើតកាន់តែខ្លាំងក៏បង្កឲ្យមានភ្លៀងធ្លាក់កាន់តែច្រើនលើសពីធម្មតានិងបង្កឲ្យមានគ្រោះទឹកជំនន់នៅក្នុងប្រទេសអូស្ត្រាលីនិងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងដំណាក់កាលនេះគេអាចហៅបានថាឡានីញ៉ាប៉ុន្តែនៅរៀងរាល់2ទៅ7ឆ្នាំម្ដងកម្លាំងខ្យល់ដែលបក់ពីទិសខាងលិចទៅទិសខាងកើតបានថយចុះហើយការធ្លាក់ចុះនៃកម្លាំងខ្យល់ដែលបក់នេះបានធ្វើឲ្យផ្ទៃទឹកដែលក្តៅផ្នែកខាងលើនៃមហាសមុទ្រប៉ាស៊ីហ្វិកមិនអាចធ្វើដំណើរពីផ្នែកខាងលិចឆ្ពោះទៅផ្នែកខាងកើតបានកត្តានេះបានធ្វើឲ្យផ្នែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកទទួលរងនូវគ្រោះទឹកជំនន់ចំណែកឯផ្នែកខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលយើងស្គាល់ថាមានប្រទេសអូស្ត្រាលីនិងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍រងនូវគ្រោះរាំងស្ងួតជាទម្ងន់ដែលគេហៅថាអេលនីញ៉ូដំណាក់កាលទាំង3នេះគឺវាមានដំណើរការជាវដ្តវិលទៅវិលមកជាធម្មតាគេក៏ត្រូវចងចាំផងដែរថានៅពេលដែលអេលនីញ៉ូឬក៏គ្រោះរាំងស្ងួតកើតមានឡើងនៅប៉ែកខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិកក៏មានន័យថាគ្រោះទឹកជំនន់កំពុងតែកើតមានឡើងនៅប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកផងដែរដែលនៅប៉ែកខាងលិចនេះមានដូចជាប្រទេសប្រេស៊ីលប្រទេសឈីលីជាដើម